ចំពោះស៊ុបមួយចាននេះខ្ញុំហៅថាស៊ុបឆ្អឹងគោបើកម្លាំងសម្រាប់អ្នកសម្រាលកូនព្រោះដោយសារមូលហេតុដែលខ្ញុំធ្វើស៊ុបនេះដោយសារបងស្រីរបស់ខ្ញុំគាត់ទៅតែសម្រាលកូនហើយគាត់ប្រាប់ថាញ៉ាំស៊ុបទៅអាចមានទឹកដោះឲ្យកូនបើអញ្ចឹងខ្ញុំនេះគឺត្រូវបានបង្ខំចិត្តឲ្យធ្វើស៊ុបមួយឆ្នាំងនេះទាំងដែលខ្ញុំអត់ចេះទាល់តែសោះអញ្ចឹងអ្នកនរគ្នាប្រកាសជាឆ្ងល់ថាឃើញធ្វើម្ហូបរាល់ដងហ្នឹងអត់ដែរធ្វើស៊ុបញ៉ាំទេប្រកាសដែរខ្ញុំអត់ដែរធ្វើស៊ុបញ៉ាំទេគឺអ្នកម្ដាយរបស់ខ្ញុំគាត់អត់ដែរធ្វើស៊ុបញ៉ាំទេអ្នកនរគ្នាសូម្បីតែម្ដងអូយ sorry អ្នកម្ដាយពីចម្ងាយគាត់អត់ដែរធ្វើមែនប៉ុន្តែបងប្អូនរបស់ខ្ញុំគាត់ធ្វើតែពេលគាត់ធ្វើនេះខ្ញុំអត់ដែរចាប់អារម្មណ៍បានមើលទេអញ្ចឹងធ្វើខ្ញុំអត់ចេះដូចគ្នាតែសំណាងល្អខ្ញុំមានបងប្អូនសាច់ឆ្ងាយអ្នកនរគ្នា YouTube TikTok អីនឹងចូលមើលទៅអត់ខ្វះទេមុខម្ហូបអីក៏មានដែរអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើស៊ុបមួយឆ្នាំងនេះខ្ញុំបានចូលទៅរៀនរួចរាល់ហើយឥឡូវនេះខ្ញុំក៏ចេះដែរតែក៏ប្រហែលជាអត់បានដូចគេដែលធ្វើដែរអញ្ចឹងបើសិនជាមានខុសឆ្គងអីក៏មកកាន់អញ្ចឹងដំបូងឡើយខ្ញុំចាប់ផ្ដើមកូរជាមួយនឹងគល់ស្លឹកគ្រៃម្ដេងខ្ទឹមសជាមួយនឹងស្លឹកក្រូចកូរវារហូតតតែឈ្ងុយតែម្ដងតមកទៅចាក់ទឹកចំពោះទឹកវិញគឺខ្ញុំចាក់តតែពេញឆ្នាំងតែម្ដងដោយសារតែយើងត្រូវការរំងាស់អញ្ចឹងយើងចាក់ទឹកឲ្យច្រើនទៅក៏អត់មានបញ្ហាអីដែរហើយចំពោះឆ្អឹងគោវិញគឺខ្ញុំស្រុះវាប្រហែលជា5ទៅ10នាទីដើម្បីកាត់ភាពឆ្អាបរបស់វាអញ្ចឹងបន្ទាប់ពីស្រុះហើយនឹងខ្ញុំក៏ស្រង់វាចេញរួចខ្ញុំយកវាទៅលាងទឹកឲ្យស្អាតតែម្ដងក៏ប៉ុន្តែបើសិនជាយើងអត់ស្រស់ក៏អត់អីដែរគ្រាន់តែថាបើយើងអត់ស្រស់ហ្នឹងគឺស៊ុបរបស់យើងហ្នឹងគ្មានក្លិនគោតែម្ដងអញ្ចឹងដើម្បីកាត់បន្ថយស៊ុបរបស់យើងមានក្លិនគោខ្លាំងពេកគឺយើងត្រូវតែស្រស់នឹងឯងនិយាយពីថាធ្វើស៊ុបមួយមុខនេះគឺសង់តង់គ្នាខ្លាំងមែនទែនគ្រាន់តែខ្ញុំស្រស់សាច់ហើយងាកមកមើលទឹកស៊ុបរបស់ខ្ញុំហ្នឹងគឺវាពុះតែម្ដងទាំងអស់គ្នាអញ្ចឹងខ្ញុំក៏ដាក់សាច់ហ្នឹងចូលតែម្ដងហើយចំពោះបន្លែរបស់ខ្ញុំវិញគឺខ្ញុំមានខ្ទឹមបារាំងជាមួយនឹងការ៉ុតទាំងអស់គ្នាហើយចំពោះខ្ទឹមបារាំងវិញគឺជាទូទៅគឺគេដុតវាមុននឹងបង់ប៉ុន្តែដោយសារតែខ្ញុំពិបាករកកន្លែងដុតពេកអញ្ចឹងខ្ញុំបង់ទាំងស្រស់តែម្ដងទៅអញ្ចឹងសូមមួយឆ្នាំនេះគឺខ្ញុំបង់បន្លែស្រស់សុទ្ធតែម្ដងគឺអត់បានដុតឬក៏អីទេទាំងអស់គ្នាគ្រាន់តែថារសជាតិរបស់វាគឺនៅដដែលវាគឺមានរសជាតិផ្អែមចេញពីបន្លែដូចតែគ្នាទេទាំងអស់គ្នាហើយបើកលេចមកមើលទឹកស៊ុបរបស់ខ្ញុំអត់ទាន់បានបង់គ្រឿងអីទេប៉ុន្តែបើពណ៌វាវិញគឺគួរឲ្យចង់ញ៉ាំតែម្ដងហើយចំពោះការបង់គ្រឿងវិញគឺខ្ញុំបង់ជាមួយនឹងស្ករត្នោតឥឡូវជាប់ចិត្តជាមួយស្ករត្នោតហ្មងបង់ទិញទួចគឺឆ្ងាញ់យកតែម្ដងហើយខ្ញុំដាក់ម្សៅស៊ុប1ស្លាបព្រាខ្ញុំដាក់ប៊ីចេង1ស្លាបព្រាខ្ញុំក៏បានបង់អំបិលចូលមួយចុងស្លាបព្រាដែរហើយគ្រឿងដែលខ្ញុំត្រូវបង់ចុងក្រោយនេះគឺជាដុំស៊ុបនឹងតែម្ដងឃើញវីដេអូរង្វាស់ស៊ុបនឹងប្រហែលជា10 second អីហ្នឹងការពិតមែនទេខ្ញុំរង្វាស់ឡើង2 3ម៉ោងហ្មងតែចេញទឹកស៊ុបបែបហ្នឹងបងប្អូនហើយទឹកស៊ុបតឡើងពណ៌អញ្ចឹងគឺមានន័យថាឆ្អិនហើយបើរសជាតិឆ្ងាញ់អែមហួសបងប្អូនអញ្ចឹងបើស៊ុបរបស់យើងឆ្អិនហើយយើងនៅចាំអីទៀតយើងត្រូវមកធ្វើទឹកជ្រលក់ញ៉ាំមួយស៊ុបហ្នឹងហើយអញ្ចឹងចំពោះទឹកជ្រលក់ស៊ុបរបស់ខ្ញុំហ្នឹងរៀងខុសគេបន្តិចតែដោយសារតែខ្ញុំចូលចិត្តរសជាតិអញ្ចឹងគឺខ្ញុំធ្វើបែបហ្នឹងអញ្ចឹងខ្ញុំមានជាមួយនឹងទឹកម្ទេសជាមួយខ្ទឹមសខ្ញុំមានម្ទេស3 4 5គ្រាប់ដែរបងប្អូនហើយខ្ញុំមានដាក់ម្សៅមីពីកញ្ចប់ដែរអ្នកនរគ្នាខ្ញុំក៏បានដាក់ខ្លាញ់មីដែរនិយាយរួមទឹកជ្រលក់របស់ខ្ញុំហ្នឹងតោះដាក់ខ្លាញ់មីបានឆ្ងាញ់ហើយខ្ញុំច្បាច់ជាមួយនឹងក្រូចឆ្មាទៅទឹកជ្រលក់របស់ខ្ញុំហ្នឹងជាការស្រេចហើយកូរត្រឡប់ពី3ត្រឡប់ហ្នឹងគឺបានទឹកជ្រលក់ដែលញ៉ាំមួយស៊ុបយ៉ាងឆ្ងាញ់ហើយបងប្អូនអញ្ចឹងលើកដល់ពេលដែលត្រូវមកស្រស់ជាមួយនឹងមីហើយនឹងបន្លែយើងដើម្បីញ៉ាំជាមួយស៊ុបរបស់ខ្ញុំហ្នឹងបងប្អូនអញ្ចឹងបន្លែមីរបស់ខ្ញុំស្រស់ជាមួយនឹងឆ្នាំងផ្សេងទេដើម្បីឲ្យវាតឹងបន្លែសិនទៅខ្ញុំដួសទឹកស៊ុបរបស់ខ្ញុំចាក់ចូលហើយខ្ញុំក៏មានជីរណាខ្លះជាមួយនឹងម្អមដែរបងប្អូននិយាយរួមគ្រឿងស៊ុបរបស់គេហ្នឹងខ្ញុំមានទាំងអស់ខ្ញុំក៏មានសាច់គោស្រស់ដែរបងប្អូនខ្ញុំយកទៅស្រស់បន្តិចមកហើយខ្ញុំដួសទឹកស៊ុបចាក់តែម្ដងនិយាយពីថាដូចគេលក់នៅផ្សារអញ្ចឹងអត់មានខុសគ្នាអីបន្តិចទេឈ្ងុយក៏ឈ្ងុយរសជាតិក៏ដូចខ្ញុំគិតថាខ្ញុំអាចបើកហាងលក់ស៊ុបគោបានតែម្ដងណាបងប្អូនមិនមែនចេះតែអួតទេណាបងប្អូនឆ្ងាញ់មែនតើខ្ញុំញ៉ាំពីខាងក្រោយនៅក្នុងចក្រានហើយខ្ញុំលើកយកមកញ៉ាំនៅខាងមុខទៀតណាដោយសារតែវាឆ្ងាញ់ខ្លាំងហើយអីដែលកាន់តែឆ្ងាញ់ហ្នឹងគឺអាទឹកជ្រលក់មួយចានហ្នឹងឯងបងប្អូននិយាយពីថាស៊ីគ្នាមួយទឹកស៊ុបហ្នឹងតែម្ដងណាបងប្អូនដាក់មួយមីក៏ត្រូវដាក់ជាមួយនឹងសាច់ជ្រលក់ហ្នឹងក៏ត្រូវធ្វើទឹកជ្រលក់មួយហ្នឹងគឺញ៉ាំបានសពគ្រប់តែម្ដងហើយខ្ញុំញ៉ាំមិនមែនអស់តិចចានណាបងប្អូនហើយឥឡូវនេះចូលសលេងបដាហ្នឹងស្រក់ទឹកមាត់បដាចង់ញ៉ាំទៀតអញ្ចឹងចំពោះការធ្វើស៊ុបដោយបង្ខំចិត្តរបស់ខ្ញុំហ្នឹងគឺជោគជ័យហើយបងប្អូនគឺបានស៊ុបមួយឆ្នាំងហើយឆ្ងាញ់ទៀតហើយវីដេអូរបស់ខ្ញុំហ្នឹងក៏ដល់ទីបញ្ចប់ដែរអរគុណអ្នកនរគ្នាខ្លាំងមែនទែនចំពោះការតាមដានវីដេអូមួយនេះហើយក៏រឹតតែអរគុណដែរបើសិនជាអ្នកទាំងអស់គ្នាមើលដល់ចំណុចមួយនេះផងដែរកុំភ្លេចសាកល្បងធ្វើស៊ុបញ៉ាំទាំងអស់គ្នាហើយក៏កុំភ្លេចសាកល្បងធ្វើអាទឹកជ្រលក់ញ៉ាំស៊ុបហ្នឹងដូចខ្ញុំដែរបងប្អូនមិនត្រឹមតែជាទឹកជ្រលក់ផ្លែទេប៉ុន្តែវាមានរសជាតិឆ្ងាញ់ទៀតអញ្ចឹងបងប្អូនហ្នឹងហើយបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ